បើសិនបើកម្រិតសិក្សាកូនតូចអ្នកទាំងអស់គ្នាស្ថិតនៅកម្រិតខ្សោយមធ្យមឬក៏បង្គួរដែលត្រូវឲ្យប៉ាម៉ាក់បរៀនគាត់បន្ថែមនៅផ្ទះដូច្នេះការស្វែងរកកលឹះបរៀនកូនគឺពិតជាសំខាន់ហេតុអីបើខ្ញុំនិយាយចឹងឥឡូវខ្ញុំផ្អែកតាមបទពិសោធន៍ផ្ទាល់ខ្លួនណាកូនខ្ញុំថ្ងៃអាទិត្យគឺគាត់មានម៉ោងយូស៊ីម៉ាស់មួយអាទិត្យគឺមានរៀន2ម៉ោងហើយកាលថមុនគឺគាត់រៀន level A elementary A ឥឡូវគាត់ចូល B ហើយការគាត់រៀននៅ elementary A ហ្នឹងណាការបូកលេខហ្នឹងគឺមានខ្ទង់10ហើយគេបូក4 5ខ្ទង់ជាប់គ្នាហើយការជំនាន់ហ្នឹងគឺគាត់ធ្វើ homework ពេលណាក៏គាត់ stress គាត់ពិបាកចិត្តគាត់យំដែរហើយខ្ញុំអ្នកបរៀនគាត់នៅផ្ទះហ្នឹងក៏ខ្ញុំ stress ខ្ញុំមួម៉ៅដែរពេលខ្លះហ៎អញ្ចឹងខ្ញុំក៏រកបញ្ហាថាហេតុអីបានជាកូនខ្ញុំធ្វើ homework រៀងយឺតអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមសួរគាត់ថាគាត់អត់ចូលចិត្ត UC Math ហ្នឹងមែនអត់ចូលចិត្តគណិតហ្នឹងមែនឬក៏គាត់អត់ស្ទាត់ជាមួយ Abacus ឬក៏គាត់អត់យករូបមន្តអញ្ចឹងពេលហ្នឹងគឺគាត់អត់យករូបមន្តម៉ាក់តែងធ្វើម៉េចមុនពេលឲ្យម៉ាក់ឲ្យកូនធ្វើ homework ម៉ាក់តែងម៉េចបញ្យល់ហ្នឹងហើយខ្ញុំតែងរំលឹកមេរៀនគាត់សិនដើម្បីឲ្យគាត់យល់ថាឥឡូវគឺ homework ហ្នឹងគឺគេធ្វើពីអីអញ្ចឹងឥឡូវហ្នឹងគឺគាត់ចូលដល់ elementary B ហើយការបូកលេខគឺដល់ខ្ទង់100និងខ្ទង់1000អញ្ចឹងអ្វីដែលខ្ញុំសម្គាល់ហ្នឹងគឺគាត់ធ្វើកិច្ចការផ្ទះលឿនជាងមុនខុសតិចសំខាន់គឺគាត់អត់មានយំរហរឿងទេគឺគាត់រីករាយនឹងធ្វើលំហាត់ហ្នឹងចឹងនិយាយជារួមខ្ញុំអត់ចង់ផ្ដោតថាតើលើយូស៊ីម៉ាស់ឯងមិនថាកូនអ្នកទាំងអស់គ្នារៀនភាសាខ្មែរបរទេសកណិតឬក៏វិទ្យាសាស្ត្រអីការស្វែងរកកលឹះបរៀនកូនគឺពិតជាសំខាន់ពីព្រោះវាធ្វើឲ្យអ្នកបរៀនហើយនិងអ្នករៀនគឺមានសន្តិភាពផ្លូវចិត្តចឹងបើប៉ាម៉ាក់គាត់ធ្លាប់មានកលឹះអីផ្សេងអាចចែកម្លែកនៅខាងក្រោមបានពីព្រោះខ្ញុំក៏កំពុងតែរៀនធ្វើជាប៉ាម៉ាក់គេដែរអរគុណ